រាយការណ៍ព័ត៌មាននេះអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែនិងធម្មពលលោកអឹងឌីប៉ូឡាបញ្ជាក់ថាក្រសួងបានដាក់ចេញនយោបាយសាស្ត្រសំខាន់ចំនួន3ដើម្បីប្រមូលចំណូលធនធានរ៉ែឲ្យបាន$20 លាននៅឆ្នាំ2017នេះនោះគឺជាការពង្រឹងការអនុវត្តច្បាប់ការធ្វើអធិការកិច្ចព្រមទាំងការដាក់ទោសទណ្ឌនិងការពិន័យចំពោះក្រុមហ៊ុនណាដែលប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌដែលមានចែងក្នុងអាជ្ញាប័ណ្ណនិងកិច្ចព្រមព្រៀងលោកបញ្ជាក់ទៀតថាចាប់ពីឆ្នាំ2017នេះតទៅក្រសួងនឹងលែងឲ្យមានបំណុលធនធានរ៉ែតទៅទៀតហើយពលគឺរាល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មទាំងអស់ត្រូវតែបង់ឬទូទាត់ថវិកាដែលជំពាក់មកឲ្យរដ្ឋវិញជាចាំបាច់លោកអឹងឌីប៉ូឡាទទួលស្គាល់ថាចំណូលពីវិស័យរ៉ែដែលប្រមូលបានកាលពីរយៈពេលប៉ុន្មានឆ្នាំមុនមានចំនួនតិចដោយសារមានចន្លោះខ្វះខាតច្រើនទាក់ទងនឹងការប្រមូលចំណូលនេះក៏ប៉ុន្តែលោកថាចំណូលពីវិស័យរ៉ែបានកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ2015ពលគឺនៅក្រៅពេលដែលរដ្ឋាភិបាលបានដាក់ចេញនូវកំណែទម្រង់ក្នុងវិស័យមួយនេះក្នុងឆ្នាំ2017នេះគឺចំណូលនឹងអាចឡើងទៅដល់$20 លាននេះជាគោលការណ៍របស់យើងធ្វើមិនជំរុញឲ្យចំណូលនេះកាន់តែច្រើនយើងត្រូវតែធ្វើការតាមដានឲ្យអស់ពីសក្តានុពលនៃការធ្វើអាជីវកម្មរ៉ែហ្នឹងមកដល់ថ្ងៃនេះមិនត្រឹមតែការចុះ3ខែហើយនឹងរៀងរាល់ខែនេះទេយើងមានក្រុមអធិការកិច្ចដែលជាក្រុមពិសេសឲ្យតែមានការប្តឹងពីប្រជាពលរដ្ឋថាអាចមានមន្ទិលសង្ស័យថាការធ្វើអាជីវកម្មរ៉ែនោះអាចខុសច្បាប់អាចគាត់មានអាជ្ញាប័ណ្ណក៏ប៉ុន្តែមិនអនុលោមគឺយើងចុះទៅត្រួតពិនិត្យផ្ទាល់ដល់ការដ្ឋាននោះតែម្ដងតួលេខរបស់ក្រសួងរ៉ែនិងធម្មពលបង្ហាញថាក្រសួងប្រមូលចំណូលពីវិស័យរ៉ែបានចំនួន$2 លាននៅឆ្នាំ2013និង$3 លាននៅឆ្នាំ2014តួលេខនៃចំណូលពីវិស័យនេះបានកើនឡើងដល់$10 លាននៅឆ្នាំ2015និង$13 លាននៅឆ្នាំ2016ចំណូលធនធានរ៉ែនេះបានមកពីរ៉ែខ្សាច់ថ្មសំណង់សេវាកម្មសាធារណៈឧស្សាហកម្មអាជីវកម្មរ៉ែដូចជារ៉ែលោហៈនិងរ៉ែមាសជាដើមនិងការផ្ដល់អាជ្ញាប័ណ្ណចំពោះអាជីវកម្មរ៉ែតូចៗនាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោកសនជ័យយល់ឃើញថាចំណូលត្រឹម$20 លានដែលក្រសួងរ៉ែនិងធម្មពលគ្រោងប្រមូលឲ្យបាននៅឆ្នាំ2017នេះហាក់នៅមានកម្រិតទាបនៅឡើយបើប្រៀបធៀបទៅនឹងអាជីវកម្មរ៉ែគ្រប់ប្រភេទដែលកំពុងកើតមាននៅទូទាំងប្រទេសសុចនាករ$20 លានក្នុងមួយឆ្នាំនៅទៀតនៅឡើយយើងចង់ឲ្យការកំណត់សុចនាករមួយធំជាងនេះខណៈពេលដែលយើងមើលឃើញថាការរុករករ៉ែឬក៏ហៅថាការវិនិយោគផ្នែករុករករ៉ែនេះមានទំហំធំមានព្រៃព្រឹក្សាមានភ្នំមួយចំនួននោះស្ទើរតែតិចខ្ទីហើយអញ្ចឹងរឿងដែលសំខាន់នោះគឺឲ្យចំណូលជាតិនោះគឺវាបានឲ្យវាធំជាងអ្វីដែលបាត់បង់ទៅលោកសនជ័យលើកឡើងពីក្តីបារម្ភមួយទៀតទាក់ទងនឹងការប្រមូលចំណូលពីធនធានរ៉ែគឺការកិច្ចមិនបង់ពន្ធដែលលោកហៅថាជាការរំលោភអំណាចប្រព្រឹត្តដោយក្រុមអ្នកមានលុយនិងមានអំណាចដែលជាម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែខ្ញុំគិតថាក្រសួងគួរតែគុំផ្សងព្រេងបើសិនជាសមត្ថភាពនៃការគ្រប់គ្រងនៅជាចំណុចសង្ស័យរបស់ខ្លួនណាថាពិបាកគ្រប់គ្រងមើលទៅដូចជាអត់ទាន់មានធនធានមនុស្សគ្រប់គ្រាន់ណាអញ្ចឹងរ៉ែណាដែលមានបញ្ហាខ្វះខាតធនធានមនុស្សក្នុងការគ្រប់គ្រងនេះឬក៏ខ្វះអំណាចក្នុងការគ្រប់គ្រងហ្នឹងខ្ញុំគិតថាគួរតែពិចារណាកុំឲ្យមានការផ្ដល់អាជ្ញាប័ណ្ណយើងក៏នៅមើលរឿងខ្សាច់មួយមានបញ្ហាច្រើនគួរសមរឿងអាស្រូវបាត់ខ្សាច់ទៅក្រៅប្រទេសផងហើយភាពមិនប្រក្រតីនៃការបូមខ្សាច់ក្រៅរបស់អាជ្ញាប័ណ្ណសុទ្ធតែជាមេរៀនដែលក្រសួងគួរតែពិចារណាមុននឹងឲ្យអាជ្ញាប័ណ្ណរករ៉ែផ្សេងទៀតកាលពីឆ្នាំ2016កន្លងទៅក្រសួងផ្ដល់អាជ្ញាប័ណ្ណដណ្ដូងរ៉ែនិងការដ្ឋានវាយថ្មចំនួន401អាជ្ញាប័ណ្ណស្វែងរកចំនួន61អាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែចំនួន23និងអាជ្ញាប័ណ្ណសិប្បកម្មចំនួន326ធនធានរ៉ែដែលក្រសួងរ៉ែនិងធម្មពលផ្ដល់អាជ្ញាប័ណ្ណរួមមានរ៉ែថ្មកំបោររ៉ែធ្យូងថ្មនិងរ៉ែលោហៈដែលមាននៅខេត្តកំពតបាត់ដំបងព្រះវិហារមណ្ឌលគិរីនិងរតនគិរីខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញអាស៊ីសេរីលោកអ្នកនាងជាទីមេត្រីប្រជានេសាទនៅខេត្តស្ទឹងត្រែងត្អូញត្អែពីការធ្លាក់ចុះទិន្នផលត្រីនៅប៉ុន្មានខែចុងក្រោយនេះបញ្ហានេះពួកគេបានទម្លាក់កំហុសទៅលើក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2ដែលបានបិទទឹកទន្លេទាំងស្រុងសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងជាទីមេត្រីសហគមន៍មានទំនាស់ដីធ្លីនៅតំបន់បឹងកក់និងផ្អាកការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឬហៅថា Black Monday ជាបណ្ដោះអាសន្នដូចគ្នានេះសហគមន៍បុរីកីឡាក៏ប្រកាសចំហថានឹងមិនធ្វើអ្វីធំដុំដែរក៏ប៉ុន្តែផ្សព្វផ្សាយសារទាមទារនៅក្នុងសហគមន៍លោកលេម៉ាលីរាយការណ៍ព័ត៌មាននេះ
តំណាងអ្នកបង្កក់អ្នកស្រីបុលសុភាឲ្យដឹងនៅថ្ងៃទី19មីនាថាសមាជិកសហគមន៍ដីធ្លីនៅតំបន់បង្កក់នឹងមិនធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទេនៅថ្ងៃទី20មីនាអ្នកស្រីថាការផ្អាកនេះជាការផ្អាកបណ្ដោះអាសន្នក៏ប៉ុន្តែមិនទាន់មានពេលវេលាច្បាស់លាស់ចាប់ផ្ដើមឡើងវិញដែរខ្ញុំមិនទាន់ច្បាស់ដោយសារមួយរយៈនេះគឺពួកខ្ញុំមានយុទ្ធនាការទៅតាមខេត្តច្រើនអញ្ចឹងចង់ធ្វើការតាមខេត្តតិចកាលពីខែធ្នូឆ្នាំ2016សហគមន៍បង្កក់និងសហគមន៍បុរីកីឡាបានប្រកាសផ្អាកយុទ្ធនាការមួយរយៈដែរដោយសង្ឃឹមថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចដោះលែងមន្ត្រីសិទ្ធិមនុស្សមន្ត្រីគោជបនិងតំណាងអ្នកបង្កក់ដែលកំពុងជាប់ពន្ធនាគារពួកគាត់បានបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឡើងវិញនិងដាក់ញត្តិតាមស្ថានទូតមហាអំណាចនិងស្ថាប័នរដ្ឋមួយចំនួនរកអន្តរាគមន៍ឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស4រូបមន្ត្រីគោជប1រូបនិងតំណាងអ្នកបង្កក់1រូបគឺអ្នកស្រីទេពវ៉ានីដែលនៅបន្តជាប់ឃុំឃាំងរីឯតំណាងអ្នកសហគមន៍បុរីកីឡាអ្នកស្រីសសូនថ្លែងឲ្យដឹងថានៅថ្ងៃច័ន្ទទី20មីនាក្រុមរបស់អ្នកស្រីនឹងមិននាំគ្នាហែកក្បួនតវ៉ាទៅណាទេដោយយល់ថារដ្ឋាភិបាលកំពុងកាន់ទុកមរណភាពរបស់លោកឧបនាយករដ្ឋមន្ត្រីសុកអានប៉ុន្តែធ្វើសកម្មភាពស្លៀកពាក់នៅក្នុងសហគមន៍ស្លៀកពាក់ខោអាវពណ៌ខ្មៅនិងយើងញ៉ាជាសារទាមទារដោះលែងមន្ត្រីការពារសិទ្ធិមនុស្សមន្ត្រីគោជបលោកលីចរិយានិងសម្រាប់ទម្លាក់ការចោទប្រកាន់លោកសំសុងនិងរកឃាតករជួយលោកបណ្ឌិតកែមលីតែពួកខ្ញុំបានធ្វើសកម្មភាពអស់មេស្អែកអ្នកស្រីសសូនស្ថិតក្នុងក្រុមគ្រួសារដែលមិនបានទទួលផ្ទះរស់នៅក្នុងអគារអភិវឌ្ឍនៅបុរីកីឡាហើយក៏មិនព្រមទទួលយកកញ្ចប់ដំណោះស្រាយរបស់សាលារាជធានីភ្នំពេញដែលឲ្យផ្ទះនៅភូមិអណ្ដូងជាក្រុងភ្នំពេញឬយកកញ្ចប់ថវិកាចំនួន$5,000ហើយដើរចេញអ្នកស្រីក្រុងធ្វើសន្និសីទកាសែតមួយនៅថ្ងៃសុក្រទី24មីនាដើម្បីបញ្ជាក់ជំហរបដិសេធដំណោះស្រាយនេះអភិបាលរងរាជធានីភ្នំពេញលោកមានច័ន្ទយដាកាលពីថ្ងៃទី7មីនាបានដាក់ឱសានវិទ្យាថាអ្នកបុរីកីឡាសេសសល់ទាំងនេះមានរយៈពេលត្រឹម1ខែប៉ុណ្ណោះដើម្បីមកទទួលយកគោលការណ៍ដោះស្រាយរបស់គណៈកម្មការចម្រុះចាប់ពីពេលជូនដំណឹងទៅគឺយើងសូមឲ្យអ្នកដែលនៅសេសសល់ចំនួន15គ្រួសារតែពុំទាន់ទទួលយកលទ្ធផលចុងក្រោយរបស់គណៈកម្មការចម្រុះអញ្ជើញមកទំនាក់ទំនងជាមួយនឹងការិយាល័យអភិវឌ្ឍសហគមន៍ក្រីក្រនៃទីចាត់ការផែនការនិងវិនិយោគដើម្បីទទួលយកគោលនយោបាយដែលគាត់ត្រូវទទួលបានក្នុងរយៈពេល1ខែចាប់ពីថ្ងៃជូនដំណឹងនេះតទៅផុតពេលវេលានៃការជួបដំណឹងជាផ្លូវការនេះគឺយើងមិនទទួលខុសត្រូវនឹងការដោះស្រាយបញ្ហារបស់បុរីកីឡាបន្តទៀតទេជារៀងរាល់ថ្ងៃច័ន្ទអ្នកបង្កក់និងអ្នកបុរីកីឡាតែងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដោយស្លៀកពាក់ពណ៌ខ្មៅដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំ6រូបគឺមន្ត្រីសិទ្ធិមនុស្សអាតហុក4រូបមានលោកនីសុខាលោកយីសុកសានលោកណៃវងដានិងអ្នកស្រីលឹមនីមួយរូបទៀតជាអគ្គលេខាធិការរងគោជបគឺលោកនីចរិយាដែលត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចឃុំខ្លួនក្នុងពន្ធនាគារ11ខែហើយពីបទសំគំនិតនិងសោកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោកកឹមសុខានិងអ្នកនាងខុមចន្ទរាទីហៅស្រីមុំចំណែកអ្នកស្រីទេវ៉ានីត្រូវបានតុលាការឃុំខ្លួនជាង7ខែហើយទាក់ទងនឹងការចោទប្រកាន់ហិង្សាពេលដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនិងរឿងរ៉ាវពីករណីទៀតដែលកើតឡើងកាលពីជាង4ឆ្នាំមុនហើយត្រូវតុលាការក្រុងភ្នំពេញសើរើឡើងវិញខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីនៅព្រឹកថ្ងៃទី19ខែមីនានេះគឺក្រុមយុវជនរួមទាំងប្រសង់ផងបាននាំគ្នាទៅចាក់ទឹកស្រោចកូនឈើដែលដាំនៅជុំវិញភ្នូររបស់លោកបណ្ឌិតកែមលីហើយឥឡូវនេះយើងបានភ្ជាប់ទូរស័ព្ទទៅបដិជគុណហួយមេងទៀងណាថ្វាយបង្គំពីចម្ងាយបដិជគុណបាទស្មារតីចំណានតានគណាបដិជគុណព្រឹកមិញនេះថាឮថាព្រះអង្គនិងយុវជនមួយចំនួនផងបាននាំគ្នាទៅស្រោចទឹកកូនឈើនៅភ្នូរលោកបណ្ឌិតកែមលីថាតើមានគ្នាប្រមាណអ្នកដែរហើយស្រោចទឹកកូនឈើនឹងឈើអីខ្លះដែរព្រះអង្គការទៅស្រោចទឹកដើមឈើនៅផ្ទះលោកបណ្ឌិតកែមលីការពីព្រឹកមិញនេះគឺមានអ្នកចូលរួមប្រមាណជា22នាក់ហើយនៅក្នុងនោះក៏មានស្ត្រីចំនួន10នាក់និងអាត្មាភាពមួយអង្គផងដែរគណាមូលហេតុអីបានជាទៅស្រោចទឹកនៅនឹងព្រះអង្គបានជាអាត្មាទៅស្រោចទឹកនៅទីនោះព្រោះអីកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2016ក្រុមពួកយើងនេះបានទៅដាំឈើនៅក្នុងបរិវេណផ្ទះលោកបណ្ឌិតកែមលីនឹងមកការរួចទៅហើយ
ណាហើយមូលហេតុអីបានជាយកកូនឈើនឹងទៅដាំនៅបរិវេណភ្នោនឹងផ្ទះរោគមនិតកែមលីហ្នឹងបងមូលហេតុដែលបណ្ដាលឲ្យពួកយើងជ្រើសរើសយកកន្លែងផ្ទះរោគមនិតកែមលីហ្នឹងដើម្បីដាំកូនឈើហ្នឹងគឺទីមួយយើងចង់បំពេញនៅគេហៅថាគោលបំណងរបស់លោកបណ្ឌិតដែលលោកស្រឡាញ់បរិស្ថានដូច្នេះក៏ក្រុមយើងមានគំនិតមួយថាចង់ឲ្យកន្លែងលោកបណ្ឌិតកែមលីក៏ពោពេញទៅដោយពណ៌ធម្មជាតិពណ៌បៃតងមានន័យថាដាំឈើបានច្រើននៅទីនោះហើយឈើដែលដាំភាគច្រើននៅទីនោះសុទ្ធតែជាឈើប្រណិតមានដូចជាឈើកញ្ញូងឈើដីនេះជាដើមកណាព្រះអង្គឥឡូវមានប្រមាណដើមណាច្រើនទេនៅកន្លែងនោះដាំហ្នឹងឈើដែលបានដាំនោះគឺយកទៅយកពីប្រទេសមកទៅដាំនៅទីនោះហើយយើងយកអាយុរបស់លោកបណ្ឌិតកែមលីតែម្ដងគឺថាយើងដាំ51ដើមមក51ដើមហើយពេលស្រេចទឹកថ្ងៃនេះចុះស្អែកខាន់ស្អែកទៀតនរណាគេស្រេចជំនួបប្រជាជននិងយុវជនទៅយើងដាំនេះយើងមិនមែនថាយើងដាំមួយថ្ងៃហើយយើងបោះបង់ចោលទេមានន័យថាយើងពឹងពាក់អ្នកដែលនៅក្នុងផ្ទះហ្នឹងសម្រាប់មើលថែរក្សាផងដែរណាហើយខាងយុវជនក៏ដូចជាប្រជាជននឹងតែមានគម្រោងធ្វើអ្វីទៀតទេដើម្បីតបស្នងនឹងក្រៅពីដាំកូនឈើព្រោះហើយលោកបណ្ឌិតកែមលីនឹងលោកមានក្រៅពីស្រឡាញ់ធម្មជាតិនឹងបរិស្ថាននឹងលោកស្រឡាញ់កិច្ចការងារច្រើនទៀតណាស់ក្នុងកិច្ចការសង្គមនឹងតើលោកប្រជាជននិងយុវជននឹងក្រុងនឹងធ្វើអ្វីទៀតទេបាទនិយាយទៅខាងបាទក្រុមអាត្មាដែលទៅហ្នឹងគឺភាគច្រើនគាត់ខាងបរិស្ថានគាត់ចូលចិត្តផ្នែកបរិស្ថានគាត់និយាយទៅគោលបំណងនៃការដាំនោះមិនមែនតែដាំតែកន្លែងតែលោកបណ្ឌិតកែមលីតែមួយកន្លែងទេមានដូចជាសាលាឃុំសាលារៀននេះជាដើមកណាអរគុណប្រជាជនកណាស្វែងគុំលាគាត់ណាបងបាទលោកនាងជាទីមេត្រីបរិះម្នាក់ដែលអះអាងថារូបគាត់ទទួលរងការវាយដំយ៉ាងដំណំពីក្រុមសន្តិសុខភូមិនៅឃុំដូនកឹងនៅភូមិដូនកឹងឃុំដូនកឹងស្រុកកំចាយមាសខេត្តព្រៃវែងនោះកំពុងដង្ហោយរោគយុត្តិធម៌ចំពោះករណីនេះមេប៉ោះឃុំដូនកឹងបដិសេធការចាត់ប្រកាន់រីឯមន្ត្រីសិទ្ធិមនុស្សនៅខេត្តព្រៃវែងយល់ថាទង្វើនេះប្រសិនបើជាការពិតគឺជាការធ្វើទរណកម្មដែលខុសនឹងច្បាប់អស់មួយសប្តាហ៍ហើយបរិះកំព្រាម្នាក់នៅមិនទាន់ទទួលបានយុត្តិធម៌នោះទេបន្ទាប់ពីរូបគាត់ត្រូវបានសន្តិសុខភូមិ2នាក់ព្រួតវាយយ៉ាងដំណំរហូតដល់សន្លប់នៅក្នុងបន្ទប់ឃុំឃាំងរបស់ប៉ុស្តិ៍ប៉ូលីសនៅឃុំដូនកឹងស្រុកកំចាយមាសខេត្តព្រៃវែងបរិះរងគ្រោះឈ្មោះផុនធាអាយុ49ឆ្នាំដែលកំពុងជាប់នឹងមានឈាមក្នុងភ្នែកខាងឆ្វេងរៀបរាប់ថាកាលពីរសៀលថ្ងៃទី13ខែមិនិនាកន្លងទៅរូបគាត់បានឆ្លោះគ្នាជាមួយនឹងបងថ្លៃដោយសារសុំលុយ$10ដែលប្អូនផ្ញើមកពីប្រទេសកូរ៉េមិនបានហើយក៏ឈានដល់ការប្រតែប្រតបគ្នាបន្តិចបន្តួចពេលនោះបងថ្លៃរបស់លោកដែលជាអនុប្រធានភូមិក៏បានប្តឹងទៅមេប៉ោះឲ្យជួយអន្តរាគមន៍លោកផុនធាបន្តថាភ្លាមមេប៉ោះបានបញ្ជាសន្តិសុខភូមិ2នាក់ទៅចាប់រូបគាត់តែគាត់មិនព្រមក៏បានប្រតែប្រតបគ្នាមួយសន្ទុះទើបចុងក្រោយសន្តិសុខទាំងពីរបានដាក់ខ្នោះដៃរបស់គាត់ហើយដឹកយកទៅបន្ទប់ឃុំឃាំងរបស់ប៉ោះដើម្បីធ្វើការអប់រំក៏ប៉ុន្តែនៅពេលដឹកទៅដល់ស្រាប់តែសន្តិសុខទាំងពីរនាក់បាត់ទ្វារហើយចាប់ផ្ដើមវាយដំគាត់រហូតដល់សន្លប់ទើបឲ្យត្រឡប់ទៅផ្ទះវិញចាប់ដាក់ខ្នោះហើយក៏គាត់ដឹកខ្ញុំទៅប៉ោះទៅដល់ប៉ុស្តិ៍គេវាយខ្ញុំនៅក្នុងប៉ុស្តិ៍ក្នុងកន្លែងទីឃុំឃាំងវាយរហូតដល់ខ្ញុំសន្លប់គេសម្រាប់ខោអាវម្នាក់ចាប់ទាញដៃម្នាក់ទាញខោអាវសម្រាប់ប្រើដៃនឹងទាត់ធាក់វាយដោយដាល់ហ្មងពេញក្បាលពេញអីខ្ញុំបែកឈាមសន្លប់ពេលនោះហ្មងដែរដល់ពេលខ្ញុំដឹងខ្លួនខ្ញុំឡើងមកអង្គុយវិញខ្ញុំស្លៀកតែខោខ្លីមួយទេគេវាយរយៈពេល10នាទីរងរបួសធ្ងន់កន្លែងណាចឹងទេមុខកន្លែងហ្នឹងផ្នែកក្បាលលំពកលមិញលំងប៉ុន្តែដល់ដើមទ្រូងទាត់ធាក់អីហ្នឹងចុកណែនពេលហ្នឹងធ្លាក់ឈាមធ្លាក់អីខ្ញុំបរិះរូបនេះសម្ដែងការសោកស្ដាយដែលប៉ូលីសមិននាំខ្លួនទៅអប់រំប្រសិនបើគិតថាគាត់ធ្វើខុសក៏ប៉ុន្តែផ្ទុយទៅវិញបែរជាបណ្ដោយឲ្យសន្តិសុខភូមិប្រើហិង្សាលើរូបគាត់ទាំងដៃជាប់ខ្នោះរហូតដល់សន្លប់និងមានរបួសធ្ងន់បរិះរូបនេះស្នើឲ្យភាគីពាក់ព័ន្ធជួយរកយុត្តិធម៌ជូនរូបគាត់ខ្ញុំចង់ឲ្យខ្ញុំនេះមើលខ្លួនព្រោះខ្ញុំជាជួនក្រីក្រខ្ញុំអត់មានទ្រព្យមើលខ្លួនឬមួយក៏ថ្លែកសរសៃប្រសាខ្ញុំថ្ងៃអនាគតត្រូវឈួតត្រូវអីក៏គ្មានពេទ្យណាគេអាចមើលបានដែរលុះតើតែមានលុយដែរបានព្យាបាលខ្លួនបាន
ដឹងអ្នកដែលវាយខ្ញុំឲ្យមានបែកស្នាក់ស្នាមឈាមហូរដាបបែកទាំងសរសៃប្រសាទងើងវិជានេះ សន្តិសុខភូមិទាំងពីរអ្នកនោះម្នាក់មានឈ្មោះគុជរស់នៅភូមិទុនសាយជលហាប់រីឯម្នាក់ទៀតឈ្មោះយ៉ាតគៀនរស់នៅភូមិដូនកឹងឃុំដូនកឹងជាមួយជនរងគ្រោះដែរឆ្លើយតបបញ្ហានេះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនកឹងលោកគុយសាវ៉ាតបានឆ្លើយបដិសេធថាលោកពុំបានបញ្ជាឲ្យសន្តិសុខប្រើហិង្សាលើឈ្មោះផុនធាដែលមានអាការៈស្រវឹងឡើយប៉ុន្តែគ្រាន់តែបញ្ជាឲ្យសន្តិសុខទាំងពីរទៅឃាត់ឈ្មោះផុនធាកុំឲ្យប្រើហិង្សាលើបងថ្លៃរបស់ខ្លួននិងនាំរូបគេមកអប់រំណែនាំប៉ុណ្ណោះលោកមេប៉ុស្តិ៍រូបនេះបន្តបំភ្លឺថាពេលសន្តិសុខទៅដល់គឺលោកផុនធាទៅវិញទេដែលជាអ្នកចាប់ផ្ដើមប្រើហិង្សាមុនទើបបណ្ដាលឲ្យមានការប្រតែងប្រតបគ្នាហើយដឹកនាំយកមកប៉ុស្តិ៍ប៉ុន្តែពេលដឹកដល់ប៉ុស្តិ៍ដោយលោកឃើញថាលោកផុនធាបានចេញឈាមខ្លាំងនៅត្រង់ដៃទើបបញ្ជាឲ្យសន្តិសុខដោះលែងវិញដោយពុំបានអប់រំណែនាំឡើយខ្ញុំហាមហ្នឹងឯនោះខ្ញុំមកស្អីទេពួកខ្ញុំធ្វើអីមិនមានទេបងព្រោះបើចាប់នៅកន្លែងនោះវាតបប្រតែងគ្នានោះជាគាត់នៅមើលជឿណាប្រមកតបតែខ្លាំងដែរនោះពុកតាពុកប្រាបានលើកឡើងដាក់មីសូមកបោះមកហើយមកផ្លែមកបងតែវាវេលារយៈពេលហ្នឹងឲ្យទៅវិញបងធ្វើដៃនៅហូតជិនមកនៅយូរតែមកដល់ឆ្នាំអីគាត់លោកឃើញរបួសលោកផុនធានហ្នឹងតែកន្លែងដៃទេអាពេលដប់មកហ្នឹងនៅភ្នែករបស់គាត់ហ្នឹងអត់មានអីទេពេលមិនបងខ្ញុំមកទៅឃើញគ្នាអីទេប៉ុន្តែពេលចាប់វាមកហ្នឹងវាជាប់គ្នាបន្តបតែគ្នាហ្នឹងពុកប្រាវាមានដួលអញ្ចឹងមកប៉ះពាល់ហើយក្នុងទោះជាយ៉ាងណាមានសាក្សីបញ្ជាក់ថាពេលប្រតែងប្រកបគ្នានៅផ្ទះគឺលោកផុនធានមិនទាន់មានរបួសធ្ងន់ធ្ងរឡើយប៉ុន្តែរូបគាត់បានចាប់ផ្ដើមមានរបួសធ្ងន់ធ្ងរខ្លាំងក្រោយចេញពីប៉ុស្តិ៍វិញជាពិសេសរបួសធ្ងន់ធ្ងរនៅត្រង់ភ្នែកនិងក្បាលអាស៊ីសេរីមិនអាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់សន្តិសុខភូមិនោះដើម្បីសុំការឆ្លើយតបបានឡើយរីឯអ្នកសម្របសម្រួលរបស់អង្គការអាតហុកប្រចាំខេត្តព្រៃវែងអ្នកស្រីអៀងគឹមលីដែលតាមដានករណីនេះមានប្រសាសន៍ថាប្រសិនបើករណីនេះគឺជាការពិតនោះគឺអាជ្ញាធរខុសច្បាប់ហើយរំលោភសិទ្ធិជនរងគ្រោះគោលការណ៍គឺរាល់បទល្មើសទាំងអស់នៅពេលដែលចាប់ជនសង្ស័យបានគឺមិនថានៅដំណាក់កាលណាមួយទេតាមនីតិវិធីតាមផ្លូវច្បាប់គឺមិនអាចប្រើហិង្សាដើម្បីសួររកចម្លើយមិនអាចធ្វើទរណកម្មបានឡើយជាពិសេសករណីនេះបើតាមចម្លើយមកតាមសម្ដីរបស់ជនរងគ្រោះគាត់ថាគឺបានដាក់ខ្នោះគាត់ហើយនឹងមនុស្សដល់ទៅ2នាក់ព្រោះគេគាត់អញ្ចឹងករណីនេះជាករណីទរណកម្មអត់ហើយគឺជាករណីប្រើហិង្សានិយាយទៅករណីហ្នឹងមិនគួរកើតមាននៅក្នុងប៉ុស្តិ៍រដ្ឋបាលទេហើយយើងសង្ស័យមែនទែនបើសិនករណីហ្នឹងវាបានកើតឡើងពិតមែនខ្ញុំឃើញថាបើសិនករណីហ្នឹងវាកើតឡើងនៅប៉ុស្តិ៍រដ្ឋបាលបានន័យថាកន្លែងនោះគឺមិនអាចអនុវត្តនៅគោលការណ៍ភូមិឃុំមានសុវត្ថិភាពបានទេប្រជាពលរដ្ឋភាគច្រើនចោទថាសន្តិសុខភូមិមួយចំនួនមិនសូវមានការយល់ដឹងអំពីច្បាប់នោះទេដូច្នេះពួកគេខ្លះតែងតែអាងអំណាចមិនខ្លាចប្រើហិង្សាលើអ្នកភូមិឡើយប្រជាពលរដ្ឋសំណុំពរឲ្យថ្នាក់លើពិនិត្យមើលលើការងារនិងអប់រំសន្តិសុខភូមិដើម្បីឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលបានយ៉ាងមានប្រសិទ្ធភាពបរិយាឈ្មោះផុនធាអះអាងថារូបគាត់មិនសុខចិត្តនោះទេប្រសិនបើអាជ្ញាធរមិនព្រមផ្ដល់យុត្តិធម៌ជូនរូបគាត់តាមរយៈការផ្ដល់សំណងជំងឺចិត្តដើម្បីយកមកព្យាបាលរបួសត្រង់ភ្នែកដែលគាត់កំពុងបារម្ភថាខ្លាចពិការនៅថ្ងៃខាងមុខលោកនាងជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទថាកត្យាសូមអញ្ជើញលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកនាងនឹងបានស្ដាប់ព័ត៌មាននិងសេចក្តីរាយការណ៍មួយចំនួនស្ដីពីអ្នកនេសាទនៅខេត្តស្ទឹងត្រែងត្អូញត្អែថាចាប់ត្រីលែងបានបន្ទាប់ពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2បិទទឹកទន្លេពលរដ្ឋចោទក្រុមហ៊ុនដាំដុំព្រៃមួយថាបានឈូសបំផ្លាញព្រៃស្រោងក្នុងតំបន់ជាតិបូកូបរិសុជនជាតិអាមេរិកម្នាក់កែច្នៃសម្រាមដបផ្លាស្ទិកដែលគេបោះបង់ចោលឲ្យคล้ายទៅជាគ្រឿងតាំងលម្អវិញហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺជាព័ត៌មានបញ្ចប់សូមលោកនាងរងចាំស្ដាប់ការផ្សាយរបស់យើងដែលមានជាបន្តបន្ទាប់ដូចតទៅនេសាទនៅខេត្តស្ទឹងត្រែងត្អូញត្អែពីការធ្លាក់ចុះទិន្នផលត្រីនៅប្រមាណខែចុងក្រោយនេះបញ្ហានេះពួកគេបានទម្លាក់កំហុសទៅលើក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2ដែលបានបិទទឹកទន្លេទាំងស្រុងលោកម៉ែសុធីរាយការណ៍ព័ត៌មាននេះការត្អូញត្អែនេះធ្វើឡើងក្រោយពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2ចាប់ផ្ដើមបិទទឹកទន្លេសេសានកាលពីខែមករាឆ្នាំ2017បង្កឲ្យពលរដ្ឋមានមុខរបរនេសាទនិងពលរដ្ឋរស់នៅតាមដងទន្លេកំពុងរងផលប៉ះពាល់ជាបណ្ដារួមមានការធ្លាក់ចុះប្រាក់ចំណូលបញ្ហាផ្លូវចិត្តសន្តិសុខស្បៀងនិងប៉ះពាល់បំណិនជីវិតជាដើម
ប្រជានេសាទរស់នៅឃុំកោះស្រឡាយស្រុកស៊ីមបូកលោកថងមីនវ័យ60ឆ្នាំក៏សម្គាល់ថារយៈពេលជាង2ខែកន្លងទៅនេះអ្នកនេសាទនៅឃុំកោះស្រឡាយមិនអាចចាប់ត្រីបរិភោគបានដូចឆ្នាំមុននឹងត្រូវចំណាយពេលច្រើនម៉ោងទម្រាំចាប់ត្រីបរិភោគបានតិចតួចចំណែកពលរដ្ឋខ្លះទៀតមានទម្លាប់បង់សំណាញ់ចាប់ត្រីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃក៏កំពុងប្រឈមដែរព្រោះស្ទើរតែមិនអាចចាប់ត្រីបានសោះក្នុងមួយថ្ងៃលោករំលឹកថាកាលពីឆ្នាំ2016និងឆ្នាំមុនដល់ខែមករារហូតដល់ខែមេសាអ្នកភូមិមានទម្លាប់នេសាទត្រីទុកសម្រាប់ធ្វើប្រហុកនិងផ្អកហើយសល់លក់ថែមទៀតក៏ប៉ុន្តែឆ្នាំនេះពួកគាត់កំពុងប្រឈមបាត់បង់មុខរបរនេះលោកក៏សម្គាល់ថាពលរដ្ឋរស់នៅតាមដងទន្លេប៉ែកខាងក្រោមដូចជានៅកោះព្រះនិងកាំងចាមក៏ជួបបញ្ហានេះដែរហើយចូលមកពី2017ដល់ពីខែមួយមកវាអត់ឃើញត្រីសោះតែដល់មើលហើយក៏មិនអត់ទៅយើងហ្នឹងទៅបើជាតាមចិត្តមកក៏ព្រះក៏គេរត់ត្រីហូបបានដូចគ្នាដែរហ្នឹងតែរៀនតែរត់ត្រីហូបបានមកហ្នឹងអ្នកនេសាទម្នាក់ទៀតរស់នៅឃុំស្រែកោស្រុកសេសានលោកសួនលួនឲ្យដឹងនៅថ្ងៃទី19មីនាថាស្ថានភាពទឹកនៅទន្លេសេសាននិងទន្លេស្រែពកផ្ដើមប្រែប្រួលខុសប្រក្រតីក្រោយពីក្រុមហ៊ុនសេសានក្រោម2បាត់ទន្លេទាំងស្រុងបង្កឲ្យអ្នកភូមិស្ទើរតែមិនអាចនេសាទបានត្រីសោះហើយត្រូវចំណាយប្រាក់សម្រាប់ទិញម្ហូបអាហារប្រចាំថ្ងៃនេះស្បោឥឡូវនឹងរកអត់បាននេះខ្មោចអើយបងមួយថ្ងៃវល់ងាយអត់បានថ្ងៃមួយអត់ពិបាកណាស់រើពិបាកមែនតើណាមកព្រោះផ្សារពលដល់ជីវភាពទាំងអស់នឹងក្នុងមូលដ្ឋានយ៉ាងទីទូទៅឆ្លើយតបបញ្ហានេះតំណាងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2លោកអ៊ុំរ៉េតទទួលស្គាល់ថាក្រុមហ៊ុនបានបិទទន្លេតាំងពីខែមករាឆ្នាំ2017ក៏ប៉ុន្តែពុំទាន់បិទទឹកទាំងស្រុងនោះទេហើយអាចហូរតាមទ្វារទំនប់បានលោកថាក្រុមហ៊ុនកំពុងសាងសង់ប្រឡាយពង្រៀងទឹកដែលអនុញ្ញាតឲ្យត្រីអាចបម្លាស់ទីបានលើពីនេះការអភិវឌ្ឍប្រឡាយពង្រៀងទឹកគឺធ្វើប្រវែង1គីឡូម៉ែត្រពីទំនប់វារីអគ្គិសនីបានប្រាំសាងសង់តាំងពីខែធ្នូឆ្នាំ2016លោកថាក្រុមហ៊ុននឹងកសាងប្រឡាយពង្រៀងទឹកឲ្យរួចរាល់ឲ្យបានមុនខែឧសភាឆ្នាំ2017ខាងមុខមានប្រឡាយមួយវាងទៅខាងចូលទៅបាតអាងវិញឡើងទៅលើវិញអញ្ចឹងក្រោយហ្នឹងវាហែលទៅជ្រះឡើងទៅលើបានរបាយការណ៍ស្រាវជ្រាវរបស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលកាលពីឆ្នាំ2013បង្ហាញថាប្រសិនបើទំនប់វារីអគ្គិសនីសេសានក្រោម2បើកឲ្យដំណើរការវាបង្កឲ្យបរិមាណត្រីក្នុងទន្លេមេគង្គនិងទន្លេសាបធ្លាក់ចូលប្រមាណ 10% និងកាត់បន្ថយលំហូរដីល្បាប់ប្រហែល 6 ទៅ 8% ហើយពលរដ្ឋរាប់ម៉ឺននាក់រស់នៅតាមដងទន្លេមេគង្គប្រឈមប៉ះពាល់ជីវភាពនិងសន្តិសុខស្បៀងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោកម៉ែនគង់មានប្រសាសន៍ថាក្រុមការងារក្រសួងបរិស្ថាននិងក្រសួងរ៉ែបានចុះពិនិត្យស្ថានភាពកសាងប្រឡាយពង្រៀងទឹកទំនប់នេះរួចហើយដោយឡែកសមត្ថកិច្ចជំនាញថ្នាក់ខេត្តមានរដ្ឋបាលជលផលមន្ទីរកសិកម្មព្រមទាំងការិយាល័យជំនាញពាក់ព័ន្ធមួយចំនួនទៀតក៏បានសហការគ្នារៀបចំផ្លូវសម្រាប់ត្រីឡើងចុះដែរលោកអះអាងថារហូតមកទល់ពេលនេះពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ពីភាពធ្លាក់ចុះទិន្នផលត្រីដោយសារទំនប់វារីអគ្គិសនីនោះទេនេសាទដូចគាត់សពមួយដងដូចគ្នាពេលខ្លះគាត់នេសាទបានពេលខ្លះគាត់នេសាទមិនបានតែបើសិនជាមានតែឡៃក៏ណាវិជ្ជានៅពេលណាក្រោយទៀតពេលក្រោយណាទៀតនោះយើងនឹងធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹងថាតើពីប្រែប្រួលយ៉ាងដូចម្តេចទៅពាក់ព័ន្ធទៅនឹងការនេសាទសម្រាប់ជីវភាពប្រចាំថ្ងៃរបស់គាត់ឡើងអតីតមន្ត្រីសម្រុះសម្រួលអង្គការបណ្ដាញការពារទន្លេ3លោកមីកមានសង្កេតឃើញថាក្រុមហ៊ុនបានបិទទន្លេបណ្ដាលឲ្យទឹកហៀរតាមទ្វារទឹកមានកម្ពស់ខ្ពស់ពុំអនុញ្ញាតឲ្យត្រីធ្វើចរាចរណ៍បាននោះទេជាពិសេសគម្រាមកំហែងលក្ខខណ្ឌជីវសាស្ត្ររបស់ត្រីលោកថាមកទល់ពេលនេះក្រុមហ៊ុនបានបិទទន្លេទាំងស្រុងក៏ប៉ុន្តែក្រុមហ៊ុនពុំទាន់កសាងប្រឡាយពង្រៀងទំនប់រួចរាល់បណ្ដាលឲ្យរាំងខ្ទប់ដំណើររបស់ត្រីនិងប៉ះពាល់ការបន្តពូជរបស់ត្រីនៅរដូវត្រីពងកូនលោកបារម្ភថាភាពអនាធិបតេយ្យនៃការប្រើប្រាស់ឧបករណ៍នេសាទច្រើនដូចជាប្រើចរន្តអគ្គិសនីឆក់បោកគ្រាប់បែកនិងប្រើថ្នាំបំពុលជាដើមក៏ជាផ្នែកមួយនៃការថយចុះបរិមាណរបស់ត្រីតាមដងទន្លេដែរឥឡូវហ្នឹងពង្រៀនហ្នឹងវាមានកម្ពស់ខ្ពស់ពីបាតទន្លេនឹងខ្ពស់ខ្លាំងត្រីមិនអាចឡើងរួចទេបាទត្រីវាអត់អាចឡើងទៅតាមពង្រៀននឹងបានទេអញ្ចឹងមានន័យថាត្រីវាត្រូវរាំងខ្ទប់បាត់ហើយប៉ុន្តែទឹកវាមិនទាន់ខ្ទប់ទេកាលពីឆ្នាំ2000ដល់ឆ្នាំ2010អ្នកនេសាទនៅដងទន្លេទាំង3នៃខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីបានបង្ហាញមោទនភាពចំពោះមច្ឆជាតិដងទន្លេដែលផ្ដល់នូវភាពសម្បូរបែបត្រីជាច្រើនប្រភេទមិនដូចបច្ចុប្បន្ននោះឡើយពលរដ្ឋអាចនេសាទជាលក្ខណៈគ្រួសារចាប់ត្រីចិញ្ចឹមជីវិតទ្រទ្រង់ជីវភាពគ្រួសារមិនបាច់ចំណាយប្រាក់ទិញលើទីផ្សារហើយមានអ្នកភូមិខ្លះអាចរកចំណូលពីការនេសាទលក្ខណៈគ្រួសារនិងសល់លក់ចេញទៅទីផ្សារទៀតផង
តំបន់ទន្លេ3រួមមានទន្លេសេសានទន្លេស្រែពកនិងទន្លេសេកុងគឺជាប្រភពនៃជម្រកត្រីក្នុងតំបន់រួមមានត្រីប៉ាស៊ីអ៊ីត្រីប៉ាវ៉ាមុខ2ត្រីប៉ាកកនិងត្រីក្អែកជាដើមហើយត្រីទាំងនោះច្រើនរស់នៅចំណុចប្រសព្វគ្នារវាងទន្លេសេសាននិងទន្លេស្រែពកជាតំបន់សម្បូរថ្មនិងដង្ហើមទឹកហូរធម្មជាតិមានអុកស៊ីសែនខ្ពស់ក៏ប៉ុន្តែបច្ចុប្បន្នទន្លេសេសានត្រូវបានបិទទាំងស្រុងបង្កការរាំងខ្ទប់ដំណើរឡើងចុះរបស់ត្រីគ្រប់ប្រភេទនិងប្រព័ន្ធជីវៈចម្រុះក្នុងទន្លេខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងប្រជាពលរដ្ឋរស់នៅគុំតេជោអភិវឌ្ឍស្រុកឈូខេត្តកំពតចោទប្រកាន់ក្រុមហ៊ុន Virtus Green Plantation ឬហៅកាត់ថាក្រុមហ៊ុន VGP ថាបានជួបបំផ្លាញព្រៃស្រោងក្នុងតំបន់ឧទ្យានជាតិព្រះមនីវង្សបូកូស្ថិតក្នុងភូមិសាស្ត្រស្រុកឈូខេត្តកំពតពលរដ្ឋរស់នៅភូមិតេជោពងរកលោកស្រីសឿងស្រីមុំថ្លែងថាព្រៃឈើដែលនៅក្នុងតំបន់ឧទ្យានជាតិព្រះមនីវង្សបូកូត្រង់ភូមិសាស្ត្រស្រុកឈូកគឺជាប្រភេទព្រៃស្រោងដែលអ្នកភូមិធ្លាប់ទៅបោយវល្លិនិងប្រមូលអនុផលព្រៃឈើជាហូរហែក៏ប៉ុន្តែព្រៃនេះបានរងការឈូសបំផ្លាញពីសំណាក់ក្រុមហ៊ុន VGP អស់ជាច្រើនកន្លែងលោកស្រីសម្ដែងការសោកស្ដាយចំពោះការបំផ្លិចបំផ្លាញនេះហើយថាបើសិនជាសកម្មភាពបែបនេះនៅតែបន្តកូនចៅជំនាន់ក្រោយនឹងលែងស្គាល់ព្រៃឈើតទៅទៀតដីឈើរំធំយើងអោបអត់ចុះមកដីហ្នឹងព្រៃយើងចូលអត់ចុះហ្មងសំបីបោយវត្តដល់កន្លែងហ្នឹងសិតតែលូងក្រាបអាយ៉ាដៃអាយ៉ាជើងអស់ពីព្រៃណែនពេកដល់ឥឡូវទៅមើលព្រៃហ្នឹងគឺវាយវាលហើយវាលវើងហ្មងដីវាធំធំឲ្យសុំចូលយកអាឈើគេវាយហ្នឹងក៏គេឲ្យយកគេវាយឡើងយកភ្នំឡើងទៅលិចអាឡៃស្ទឹងចំោចហ្នឹងសំណពររដ្ឋាភិបាលហ្នឹងឲ្យជួយព្រៃឈើអាស៊ានជាតិហ្នឹងឲ្យគាត់ហ្នឹងជួយថែរក្សាព្រៃឈើកុំឲ្យក្រុមហ៊ុនវាយយកអស់ចឹងអស់ហើយកូនចៅជំនាន់ក្រោយចំណែកពលរដ្ឋភូមិតេជោពងរកម្នាក់ទៀតគឺលោកមិញសាមីបញ្ជាក់ថាព្រៃនៅក្នុងតំបន់ឧទ្យានជាតិព្រះមនីវង្សបូកូត្រង់ភូមិសាស្ត្រស្រុកឈូកនេះគឺជាប្រភេទព្រៃក្រាស់និងជាជំរកសត្វព្រៃជាច្រើនប្រភេទហើយក៏ជាប្រភេទព្រៃតាក់ទាញទឹកភ្លៀងផងដែរក៏ប៉ុន្តែពេលនេះព្រៃនេះប្រែជាវាលរហោឋានដោយសារក្រុមហ៊ុន VGP បានឈូសបំផ្លាញដើម្បីយកដីដាំដំណាំដូងប្រេងលោកសំណូមពរដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធចុះទប់ស្កាត់បញ្ហានេះជាបន្ទាន់ខ្លាចបាត់បង់ព្រៃឈើហងខ្លាចទាំងបាត់បង់សត្វព្រៃហងគ្រប់បែបយ៉ាងអស់សត្វព្រៃតូចធំអីអត់មាននៅតែវាយគ្នាមិត្តបាត់អស់ជួនកាលតូចក្តានញ៉ៃវិញវាយទៅវានៅក្នុងហ្នឹងងាប់ឆ្អុយហ្នឹងខ្ញុំទៅរកអស់រកអីហ្នឹងងាប់នៅឆ្អុយហ្នឹងធប់វាយព្រៃហ្នឹងខ្លះហត់ហួយខ្លះនៅងាប់ហ្នឹងខ្ញុំសូមជំនុំពរដល់សម្ដេចមហាសេនាធិបតីហ៊ុនសែនឲ្យគាត់ជួយខាត់ខាំងក្រុមហ៊ុនទាំងអស់ដែលវាយព្រៃអាស៊ានជាតិណាគ្រូឲ្យទប់ស្កាត់ឡើងហ្នឹងវាយទៅវាខូចឈើធំច្រើនណាខូចអស់កាលពីដើមឆ្នាំ2011រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកំណត់តំបន់គ្រប់គ្រងក្នុងឧទ្យានជាតិព្រះមនីវង្សបូកូលើផ្ទៃដីទំហំជិត 7,000 ហិកតាទៅជាតំបន់ប្រើប្រាស់ដោយចីរភាពស្ថិតក្នុងភូមិសាស្ត្រស្រុកជុំគិរីនិងស្រុកឈូខេត្តកំពតសម្រាប់ផ្ដល់ជូនក្រុមហ៊ុន Virtus Green Plantation ដើម្បីធ្វើការវិនិយោគអភិវឌ្ឍលើវិស័យដំណាំកសិឧស្សាហកម្មប្រធានក្រុមហ៊ុន Virtus Green Plantation និងជាចាងវាងកាសែតខ្មែរ Times លោកធីម៉ូហានច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋលោកថាក្រុមហ៊ុនរបស់លោកបានអនុវត្តការងារទៅតាមច្បាប់និងតាមកិច្ចសន្យាជាមួយរដ្ឋាភិបាលហើយជារៀងរាល់3ខែម្ដងប្រតិភូក្រសួងបរិស្ថាននិងក្រសួងកសិកម្មតែងចុះទៅអង្កេតនិងតាមដានការវិតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមលោកបញ្ជាក់ទៀតថាក្រុមហ៊ុនបានសុំច្បាប់អនុញ្ញាតមុនពេលឈូសឆាយនិងដាំដុះហើយក៏បានបង់ពន្ធចំពោះសំណល់ឈើផងដែរ The government has come and visited every រដ្ឋាភិបាលទៅទស្សនកិច្ចតំបន់នោះជារៀងរាល់3ខែម្ដងគ្រប់ពេលដែលយើងឈូសឆាយដីនិងដាំដុះរួចយើងត្រូវដាក់របាយការណ៍ជូនរដ្ឋាភិបាលឲ្យពិនិត្យហើយមន្ត្រីរដ្ឋាភិបាលតែងចុះទៅអង្កេតមុនពេលអនុញ្ញាតឲ្យយើងឈូសឆាយដី500ហិកតាបន្តទៀតខ្ញុំគិតថាលោកច្រឡំក្រុមហ៊ុនយើងទៅនឹងក្រុមហ៊ុនពីរផ្សេងទៀតដែលនៅក្បែរនោះយើងអនុវត្តការងារស្របតាមច្បាប់ជាកំហិតខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលអ្នកនិយាយថាពួកគេត្អូញត្អែអំពីរឿងនេះពីព្រោះពេលនេះយើងលែងធ្វើអ្វីនៅតំបន់ដែលជួអភិវឌ្ឍទៀតហើយយើងបានដាំដុះរួចរាល់អស់ហើយនិងបានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវនិងស្ពានតំបន់ដែលជួអភិវឌ្ឍមានដូចសពថ្ងៃនេះក៏ដោយសារតែក្រុមហ៊ុនរបស់ខ្ញុំដែរយើងបានចំណាយលុយជាច្រើនសម្រាប់កិច្ចការងារសង្គមនៅទីនោះ doing social activities there អ្នកជំនួញជនជាតិម៉ាឡេស៊ីដែលមានឈ្មោះក្នុងសារបែកធ្លាយថាមានទំនាក់ទំនងជាមួយកូនប្រុសលោកនាយរដ្ឋមន្ត្រីហ៊ុនសែនលោកហ៊ុនម៉ាណិតនិងថៅកែកាស៊ីណូ Naga រូបនេះបញ្ជាក់ថាគិតត្រឹមខែកញ្ញាឆ្នាំ2016ក្រុមហ៊ុនរបស់លោកបានដាំដុះដំណាំដូងប្រេងបាននៅលើផ្ទៃដី 2,000 ហិកតាហើយនៅឆ្នាំនេះក្រុមហ៊ុនគ្រោងដាក់ឲ្យបាន 1,500 ហិកតាទៀតលោកថាបរដ្ឋាភិបាលមិនមានការផ្លាស់ប្ដូរគោលនយោបាយអ្វីនោះទេក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការដាំដុះលើផ្ទៃដីទាំងអស់ក្នុងរយៈពេល3ឆ្នាំទៀត
ទោះបីជាយ៉ាងណានាយកខុទ្ទកាល័យនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោកសៅសុភីបបញ្ជាក់ថាលោកមិនដែលស្គាល់ក្រុមហ៊ុន VGP នោះទេហើយលោកក៏មិនដឹងដែរថាតើដីសម្បត្តិដែលក្រុមហ៊ុននេះទទួលបានស្ថិតនៅក្នុងឬនៅខាងក្រៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោនោះដែរក៏ប៉ុន្តែមន្ត្រីរូបនេះអះអាងថាបើសិនជាក្រុមហ៊ុនបានទទួលគោលការណ៍ពីរដ្ឋាភិបាលហើយពួកគេមានសិទ្ធិឈូសឆាយដាំដុះនិងអភិវឌ្ឍដីនោះទៅតាមកិច្ចសន្យាឬតាមផែនការមេរបស់ខ្លួនខ្ញុំមិនដឹងថាគម្រោងហ្នឹងនៅក្នុងតំបន់ការពារឬក៏អត់ទេបាទខ្ញុំនិយាយជារួមបាទអញ្ចឹងគឺបើសិនជាគាត់ទទួលបានការអនុញ្ញាតគាត់ទទួលបានការយល់ព្រមទៅលើប្លង់មេគាត់អនុវត្តទៅតាមហ្នឹងគឺគាត់អត់ខុសទេជុំវិញរឿងនេះមន្ត្រីអង្គការជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លីនិងធនធានធម្មជាតិនៃសមាគមអាត6លោកប៉ែនប៊ុនណាដាក់ការសង្ស័យចំពោះការផ្ដល់សម្បទានទៅឲ្យក្រុមហ៊ុនម៉ាឡេស៊ីនេះលោកថាការផ្ដល់សម្បទានដីក្នុងតំបន់ព្រៃស្រោងទៅឲ្យក្រុមហ៊ុនវិនិយោគគឺជារឿងមិនត្រឹមត្រូវចំណែកឯការឈូសឆាយបំផ្លាញព្រៃទាំងនោះគឺជាបទល្មើសឧក្រិដ្ឋដែលអាជ្ញាធរត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់វាផ្ទុយពីអ្វីដែលយើងបានដឹងទៅបានសិក្សាទៅលើលក្ខខណ្ឌនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចហ្នឹងគឺតំបន់ព្រៃស្រោងតំបន់ពាក់កណ្ដាលស្រោងគឺមិនត្រូវផ្ដល់ដីសម្បទានដាច់ខាតតែប៉ុន្តែកន្លងមកយើងឃើញនៅតែមានបំពេញលើលក្ខខណ្ឌនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចហើយនឹងប្រសាសន៍បញ្ជារបស់សម្ដេចនាយករដ្ឋាភិបាលដាច់ខាតសម្ដេចមិនយកដំណាំឲ្យគាត់ហ្នឹងទៅដូរជាមួយនឹងតំបន់ព្រៃស្រោងពាក់កណ្ដាលស្រោងទេហើយដោយសារមានអំពើពុករលួយហ្នឹងហើយបានធ្វើឲ្យមានព្រៃមួយចំនួនលែងគិតគូរពីតម្លៃនៃតំបន់ព្រៃឈើក្រាស់ហ្នឹងបាទធ្វើម៉េចឲ្យបានផលប្រយោជន៍ដល់ខ្លួនយើងមិនដឹងថាតើមន្ត្រីដែលសិក្សាវិភាគប៉ះពាល់ហ្នឹងលោកពីការទៅខ្លះទៅនាំមិនបានចេញមកគឺថាតំបន់សម្បទានសេដ្ឋកិច្ចដែលផ្ដោតឲ្យចិត្តទៅលើតំបន់ព្រៃស្រោងហ្នឹងលោកប៉ែនប៊ុនណាបញ្ជាក់ទៀតថាការបាត់បង់ព្រៃស្រោងក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនេះមានទំហំធំធេងណាស់ទាំងទៅលើបរិស្ថាននិងជីវិតមនុស្សសត្វនៅតំបន់នោះដូច្នេះលោកនឹងប្តឹងករណីនេះទៅសាលាដំបងខេត្តកំពតក្រៅពីនេះលោកទាមទារឲ្យក្រសួងបរិស្ថានចុះស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់និងឈានដល់ការបិទបញ្ចប់ការឈូសឆាយបំផ្លាញព្រៃស្រោងនៅក្នុងតំបន់ឧទ្យានជាតិមួយនេះឲ្យបានជាស្ថាពរទីមួយយើងទាមទារសូមឲ្យក្រសួងបរិស្ថានដែលលោកឆ្លើយថាមិនបានដឹងពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅកន្លែងហ្នឹងស្រាវជ្រាវឲ្យបានច្បាស់ហើយត្រូវប្រកាសផ្សាយជាសាធារណៈទីពីរត្រូវបញ្ឈប់សកម្មភាពការចាប់ទានឈូសឆាយដីព្រៃស្រោងនៅកន្លែងហ្នឹងជាបន្ទាន់បាទហើយយើងសូមឲ្យលុបសម្បទានសេដ្ឋកិច្ចហ្នឹងកុំឲ្យមានការធ្វើសកម្មភាពបន្តទៀតព្រោះប៉ះពាល់លើតំបន់ព្រៃស្រោងខ្លាំងណាស់តំបន់ឧទ្យានជាតិត្រូវបានចាត់បញ្ចូលក្នុងតំបន់ការពារធម្មជាតិដែលត្រូវបានការពារតឹងរ៉ឹងដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិត្រង់មាត្រា41ចែងថាសកម្មភាពដែលនាំឲ្យខូចខាតឬប៉ះពាល់អវិជ្ជមានដល់តំបន់ការពារធម្មជាតិត្រូវបានហាមឃាត់សកម្មភាពទាំងនោះមានដូចជាការកាប់ផ្ដួលរំលំគ្រាវកាប់បំផ្លាញដើមឈើឬបំពុលឬគាស់រំលើងគល់ឈើជាដើមជនប្រព្រឹត្តល្មើសនឹងច្បាប់នេះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ដល់10ឆ្នាំនិងទោសពិន័យជាប្រាក់ពី10លានរៀលទៅ150លានរៀលនិងត្រូវរឹបអូសវត្ថុតាងជាទ្រព្យសម្បត្តិរដ្ឋចំណែកមន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិឬភ្នាក់ងារអធិការកិច្ចឬមន្ត្រីបរិស្ថានរូបណាដែលមានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នឬមិនគោរពទៅតាមបទបញ្ញត្តិនៃច្បាប់នេះត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាលឬនឹងត្រូវចោទប្រកាន់ចំពោះមុខតុលាការហើយបើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើសឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះពួកគេក៏ត្រូវផ្ដន្ទាទោសដោយជនប្រព្រឹត្តដែរឧទ្យានជាតិព្រះមុនីវង្សបូកគោមានផ្ទៃដីទំហំជាង 150,000 ហិកតាស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺក្រៅពីការឈូសឆាយព្រៃស្រោងដោយក្រុមហ៊ុន VGP ប្រជាពលរដ្ឋអះអាងថាបទល្មើសព្រៃឈើនិងការកាប់រានទន្ទ្រានដីឧទ្យានជាតិនេះក៏កំពុងកើតមានពេញបន្ទុកនិងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់ការពារធម្មជាតិមួយនេះខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញ